អ្នកចាប់សរសៃបានប្រាប់ខ្ញុំថាខ្ញុំមានដុំពកមួយនៅក្នុងសដន់ខាងស្ដាំ10ឆ្នាំក្រោយមកខ្ញុំចាប់ផ្ដើមមានអារម្មណ៍ដឹងថាពីការផ្លាស់ប្ដូរក្នុងរាងកាយរបស់ខ្ញុំព្រួយបារម្ភជាខ្លាំងក៏បានទៅពិភាក្សាជាមួយគ្រូពេទ្យបានបញ្ជាក់ថាខ្ញុំមានជំងឺមហារីកសដន់ដំណាក់កាលទី2ខ្ញុំបានធ្វើតាមដំបូន្មានគ្រូពេទ្យទៅធ្វើការវះកាត់បន្ទាប់ពីវះកាត់គ្រូពេទ្យបាននិយាយថាខ្ញុំត្រូវធ្វើការព្យាបាលប្រើសារធាតុគីមីខ្ញុំមានការពិបាកចិត្តខ្លាំងណាស់នៅពេលដែលគ្រូពេទ្យនិយាយថាការព្យាបាលមហារីកតាមគីមីសាស្ត្រមិនជាទាំងស្រុងហើយវាអាចនឹងកើតមកវិញគ្រប់ពេលខ្ញុំបានសម្រេចចិត្តមិនព្យាបាលតាមវិធីនេះទេខ្ញុំញ៉ាំអាហារតាមធម្មតានិងចាប់ផ្ដើមប្រើ Elken Spirulina ខ្ញុំញ៉ាំចំនួន60គ្រាប់ក្នុងមួយថ្ងៃនិងទៅពិនិត្យសុខភាពរាល់ខែមួយឆ្នាំក្រោយមកខ្ញុំបានទៅពិនិត្យសុខភាពនិងថតមេប្រូក្រាមសូដនគ្រូពេទ្យបានបញ្ជាក់ថាมันមានសញ្ញាមហារីកនោះទេបន្ទាប់ពីនោះមកខ្ញុំបានកំណត់ពេលទៅពិនិត្យសុខភាពរៀងរាល់6ខែម្ដងខ្ញុំទើបតែទៅពិនិត្យសុខភាពកាលពីខែមុនហើយគ្រូពេទ្យបានបញ្ជាក់ជាថ្មីម្ដងទៀតថាជំងឺមហារីកខ្ញុំបានជាទាំងស្រុងមកដល់ពេលនេះខ្ញុំបានប្រើ Elken Spirulina អស់រយៈពេល2ឆ្នាំកន្លះហើយខ្ញុំនឹងបន្តប្រើវាតទៅទៀតខ្ញុំពិតជាដឹងគុណ Elken Spirulina យ៉ាងជ្រាលជ្រៅដោយសារឥឡូវនេះខ្ញុំគ្មានជំងឺមហារីកទៀតឡើយ